ថ្ងៃនេះដែរគឺនឹងខ្ញុំចង់បង្ហាញអំពីមុខម្ហូបខ្មែរចំនួន40មុខជាងដែលនាងខ្ញុំបានធ្វើចម្អិនសម្រាប់ក្រុមគ្រួសាររបស់នាងខ្ញុំចាហើយមុខម្ហូបទាំងអស់នេះគឺសុទ្ធសឹងជាប្រភេទមុខម្ហូបខ្មែរយើងចាមុខម្ហូបខ្លះតាមតំបន់អញ្ចឹងណាចាហើយភាគច្រើនគឺជាមុខម្ហូបដែលប្រជាជនខ្មែរយើងគាត់និយមធ្វើដើម្បីទទួលទានសម្រាប់ក្រុមគ្រួសារប្រចាំថ្ងៃផងដែរចាការចម្អិនម្ហូបនៅផ្ទះដោយខ្លួនឯងពុកម៉ែបងប្អូនគឺមានអត្ថប្រយោជន៍ច្រើនមែនតែនចាមានគ្រួសារខ្លះគាត់បានមើលរំលងអំពីការងារនៅចង្ក្រានបាយនេះចាដោយអាងតែមានលុយហើយមួយទៀតជួនកាលទៅគាត់ជាប់រវល់ជាមួយនឹងមុខរបរការងារក្រុមហ៊ុនអីទៅគឺគ្មានពេលវេលាក្នុងការចម្អិនម្ហូបដោយខ្លួនឯងចាហើយនេះខ្ញុំចង់ជម្រាបថាការចម្អិនមុខម្ហូប